បារម្ភម្នាក់នេះអ្នកគ្នាសុកក៏ខ្លាចជាម្ចាស់លុយដល់ទៅ$3000 លានដោយមិនបាច់ធ្វើអីមានឆ្ងល់អត់មកចាំនិយាយពីបារម្ភម្នាក់ហ្នឹងតែក្នុងទីក្រុងតូចមួយរដ្ឋចជាមានបារម្ភម្នាក់មានឈ្មោះថា Jimmy Chong គាត់មានអាយុ22ឆ្នាំដែលគាត់កំពុងតែសិក្សាផ្នែក Computer Science Jimmy គាត់ជាមនុស្សស្ងប់ស្ងាត់និយាយទៅគឺគាត់ជាមនុស្សសាមញ្ញប៉ុន្តែគាត់មានបញ្ហាធំមួយគឺគាត់ណាអត់ដែលមានមិត្តភក្តិពីមុនមកទេសូម្បីតែមនុស្សដែលស្គាល់គាត់ក៏អត់ចង់រាប់អានគាត់ដែរឥឡូវហ្នឹងគាត់ចាប់ផ្ដើមចាប់អារម្មណ៍តាក់ទងជាមួយនឹងរូបិយប័ណ្ណថ្មីមួយដែលគេហៅថា Bitcoin នៅឆ្នាំ2012ហ្នឹងគឺ Bitcoin អត់ទាន់ល្បីដូចសប្តាហ៍ថ្ងៃទេមានតែអ្នកបច្ចេកទេសនិងអ្នកនៅក្នុង dark web ប្រហែលអ្នកប៉ុណ្ណោះJimmy យើងហ្នឹងគឺគាត់ចូលចិត្តរបស់អីដែលថ្មីអញ្ចឹងទៅក៏គាត់បានសម្រេចចិត្តថាបង្កើត account គណនីមួយក្នុង dark web និងបានដាក់លុយចូលនៅក្នុង website មួយដែលមានឈ្មោះថា Zero ហើយ website Zero ហ្នឹងគឺជា website មួយនៅក្នុង dark web ដែលតែងតែលក់របស់ដែលខុសច្បាប់ដូចជាសារធាតុញៀនអាវុធប៉ុន្តែថ្ងៃមួយJimmyយើងគឺគាត់ចង់ដកលុយចេញពី website ហ្នឹងគឺគាត់បានចុចប៊ូតុង withdraw ហើយគាត់ក៏ច្រឡំដៃចុចប៊ូតុងហ្នឹងគឺ2ដងវាផ្ទួនគ្នាចៃដន្យអីគឺលុយដែលបានមកវិញហ្នឹងគឺទួន2ដងដូចគ្នាJimmyគាត់ហ្នឹងគឺគាត់ស្ទាក់ទៅខ្លាំងតែគាត់គិតថាប្រហែលជាបកឬក៏កលិចអីហើយបានវាមកផ្ទុំ2ដងអញ្ចឹងទៅក៏គាត់សម្រេចចិត្តថាសាក់ល្បងម្ដងទៀតហើយគាត់ហ្នឹងបានដាក់ Bitcoin ចូលរួចក៏បកមកវិញដែលគាត់ដាក់ឲ្យដកចំនួន2ដងថែមទៀតហើយក៏បានលុយទួនមកវិញមែនវាពិតជាដំណើរការមែនចាប់តាំងពីថ្ងៃហ្នឹងមកJimmyខ្លាចជាអ្នកហិចមួយនៅក្នុង website Zero ដែលគ្មានអ្នកណាគេដឹងទេដោយគាត់បានបង្កើតគណនីខ្លាំងៗជាច្រើនដើម្បីដាក់ដកដើម្បីយកលុយផ្ទុំទួននៅក្នុងរយៈពេលតែប្រហែលថ្ងៃប៉ុណ្ណោះJimmyក៏បានខ្លាចជាម្ចាស់ Bitcoin ដល់ទៅ$50000 Bitcoin នៅពេលនោះតម្លៃ Bitcoin គឺមួយកាក់ត្រឹមតែ$12តែប៉ុណ្ណោះដូច្នេះលុយដែលគាត់បានទាំងអស់មកគឺសរុបទៅគឺ$60000